តើត្រូវធ្វើដូចម្តេចទើបដឹងថានារីណាម្នាក់ស្រឡាញ់ឬក៏ចាប់អារម្មណ៍អ្នកយើងដឹងស្រាប់ហើយមនុស្សស្រីកាលណាតែគាត់ស្រឡាញ់មនុស្សប្រុសណាម្នាក់យើងមិនងាយនឹងសម្គាល់បានទេហើយខាងក្រោមនេះគឺជាវិធីសាស្ត្រ9ដែលខ្ញុំសូមឲ្យបងប្អូនជាបុរសអាចយកទៅពិចារណាបានហើយបើសិនជាបងប្អូនប្រុសយើងគិតថាសញ្ញា9នេះមិនសំខាន់ទេច្រើនពេកអាច skip វីដេអូនេះចោលបានប៉ុន្តែបើសិនជាបងប្អូនប្រុសគិតថាវីដេអូនេះអាចជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាអាចតាមដាននិងពិចារណាទាំងអស់គ្នាបានហើយខ្ញុំសូមបញ្ជាក់ថាសញ្ញាទាំង9នេះមិនប្រកាសថាត្រឹមត្រូវ 100% ទេត្បិតមនុស្សស្រីខុសគ្នាហើយមនុស្សស្រីមានចំណង់ចំណូលចិត្តនិងចរិតលក្ខណៈខុសគ្នាដែរដូច្នេះយើងមិនអាចវិនិច្ឆ័យថាទាំង9ចំណុចនេះត្រឹមត្រូវទាំងអស់នោះទេអញ្ចឹងធ្វើម៉េចទើបដឹងថាមនុស្សស្រីចាប់អារម្មណ៍ឬក៏ស្រឡាញ់អ្នកទី1គឺតាមរយៈកាយវិការអញ្ចឹងរាល់ពេលដែលនាងទំនាក់ទំនងជាមួយយើងនាងញញឹមនាងរក្សាក្រសែភ្នែកឬក៏នាងផ្អៀងមករកយើងជាញឹកញាប់នេះគឺជាសញ្ញាដំបូងចំណែកចំណុចទី2គឺការទំនាក់ទំនងមកយើងកាន់តែញឹកញាប់ឬក៏កាន់តែលំអិតជាងមុនអញ្ចឹងសញ្ញាដែលបង្ហាញថានាងចាប់អារម្មណ៍យើងមានន័យថានាងចង់ជួបយើងឬក៏នាងឆាតមកយើងឬក៏ call មកយើងជាញឹកញាប់ជាងមុនអញ្ចឹងទោះបីជាក្នុងការជួបផ្ទាល់ឬក៏ជួបតាមបណ្ដាញសង្គមជាដើមហើយម្យ៉ាងទៀតកាន់តែលំអិតមានន័យថាកាន់តែនិយាយរឿងច្រើនជាងមុនចំណែកចំណុចទី3គឺនាងចាប់ផ្ដើមចាប់អារម្មណ៍លើជីវិតរបស់យើងអញ្ចឹងមនុស្សស្រីជាទូទៅកាលណាតែគាត់ចាប់អារម្មណ៍យើងគាត់ចាប់ផ្ដើមចាប់អារម្មណ៍លើជីវិតរបស់យើងដែរអញ្ចឹងគាត់កាន់តែសួរអំពីចំណង់ចំណូលចិត្តសួរអំពីផែនការជីវិតឬក៏យកចិត្តទុកដាក់ចំពោះសុខភាពរបស់យើងអីជាដើមអញ្ចឹងចំណុចទី3នេះគឺនាងចាប់ផ្ដើមចាប់អារម្មណ៍លើជីវិតរបស់យើងកាន់តែច្រើនចំណែកចំណុចទី4គឺនាងចាប់ផ្ដើមចេះច្រណែនចេះប្រច័ណ្ឌឬក៏ការយកចិត្តទុកដាក់ចំពោះយើងជាដើមអញ្ចឹងនាងអាចនឹងប្រច័ណ្ឌនៅពេលដែលឃើញយើងនិយាយជាមួយនឹងនារីផ្សេងឬក៏យើងយកចិត្តទុកដាក់ចំពោះអ្នកដទៃអីជាដើមអញ្ចឹងកាលណាតែនាងស្រឡាញ់យើងឬចាប់អារម្មណ៍យើងនាងចាប់ផ្ដើមចេះច្រណែនឬចេះប្រច័ណ្ឌយើងហើយចំណែកចំណុចទី5គឺនាងចាប់ផ្ដើមគ្រប់គ្រងនិងលើកទឹកចិត្តយើងមានន័យថានាងនៅខាងយើងអញ្ចឹងមនុស្សស្រីកាលណាតែគាត់ស្រឡាញ់យើងគឺគាត់ចាប់ផ្ដើមបង្ហាញនូវសកម្មភាពហើយអញ្ចឹងគាត់នឹងខិតខំជួយប្រឹងប្រែងយើងអស់លទ្ធភាពគាត់ចាប់ផ្ដើមឈឺឆ្អាលអំពីយើងគាត់ចាប់ផ្ដើមគ្រប់គ្រងនៅគោលដៅជីវិតរបស់យើងអីជាដើមអញ្ចឹងនាងចាប់ផ្ដើមចំណាយពេលវេលាពេលខ្លះរហូតដល់ចំណាយធនធានដើម្បីជួយយើងថែមទៀតផងចំណែកចំណុចទី6គឺនាងចាប់ផ្ដើមលេងសើចឬក៏និយាយឬក៏ឆាតមានលក្ខណៈបែបស្នេហាអញ្ចឹងបែបស្នេហានេះគឺក្នុងលក្ខណៈជាការលេងទេមិនតាន់ផ្លូវការទេអញ្ចឹងនាងអាចនិយាយលេងសើចឬក៏ចូលពាក្យមួយម៉ាត់ដែលពាក់ព័ន្ធជាមួយនឹងក្តីស្រឡាញ់ហើយឬក៏នាងអាចផ្ញើសារឬក៏ផ្ញើជាសារជារូប emoji អីជាដើមនោះគឺលក្ខណៈជារូបបេះដូងឬក៏រូបដែលមានស្នាមញញឹមឬក៏មានភ្ជាប់ជាមួយស្នេហាអីជាដើមនេះក៏ជាចំណុចមួយដែលយើងគួរកត់សម្គាល់ដែរចំណែកចំណុចទី7គឺនាងចាប់ផ្ដើមចែករំលែករឿងផ្ទាល់ខ្លួនរបស់នាងជាមួយយើងជាទូទៅមនុស្សស្រីមិនងាយនឹងចែករំលែកឬក៏មិនងាយនឹងប្រាប់រឿងផ្ទាល់ខ្លួនទៅអ្នកដទៃទេលុះត្រាតែគេចាប់អារម្មណ៍យើងលុះត្រាតែគេទុកចិត្តយើងទើបគេនិយាយប្រាប់អញ្ចឹងបើសិនបើមានមនុស្សស្រីណាម្នាក់និយាយរឿងផ្ទាល់ខ្លួនរបស់នាងប្រាប់អ្នកមានន័យថានាងចាប់ផ្ដើមចាប់អារម្មណ៍លើយើងហើយឬក៏នាងចាប់ផ្ដើមទុកចិត្តយើងហើយអញ្ចឹងនាងចាប់ផ្ដើមបើកចំហនិយាយអំពីអារម្មណ៍របស់នាងគំនិតរបស់នាងបទពិសោធន៍ឬក៏រឿងផ្ទាល់ខ្លួនរបស់នាងអីជាដើមចំណែកចំណុចទី8គឺនាងចាប់ផ្ដើមមានក្តីរំភើបឬក៏បង្កើនភាពស្និទ្ធស្នាលរបស់នាងជាមួយនឹងយើងចឹងនាងចង់ចូលមកចិត្តយើងចង់អង្គុយក្បែរយើងឬក៏អង្គុយមកគៀកជាប់ជាមួយយើងតែម្ដងហើយនាងហាក់ដូចជាមានអារម្មណ៍ពិសេសឬក៏អារម្មណ៍រំភើបណាមួយពេលដែលនៅជាមួយយើងជាដើមហើយចំណែកចំណុចទី9គឺនាងបង្ហាញសញ្ញាផ្ទាល់តែម្ដងថានាង
ស្រឡាញ់ឬក៏ពេញចិត្តនៃយើងអញ្ចឹងចំណុចចុងក្រោយនេះគឺនាងហ៊ាននិយាយដោយផ្ទាល់តែម្ដងថានាងស្រឡាញ់ឬក៏នាងចូលចិត្តយើងបាទអញ្ចឹងស្រាប់មកវិញទាំងអស់នេះគឺជាចំណុចឬក៏សញ្ញាណសំខាន់ចំនួន9ដែលយើងអាចសម្គាល់បានថានារីណាម្នាក់គឺចូលចិត្តឬក៏ស្រឡាញ់យើង